ចំណុចទី7តូចផាត់ឈិមដែលយើងអាចនិយាយថាវាគឺជាពាក្យដែលមានព្យញ្ជនៈប្រកបខាងក្រោមបើសិនជាយើងបកសម្រាយឲ្យស្រួលស្ដាប់យើងអាចបកថាជើងបានចាចំពោះភាសាខ្មែរគឺធ្វើការសរសេរសម្រាយដេញពីឆ្វេងទៅស្ដាំដោយភាសាអង់គ្លេសយ៉ាងចឹងក៏ប៉ុន្តែនៅក្នុងភាសាកូរ៉េវិញករណីដែលព្យញ្ជនៈនៅពីខាងក្រោយស្រៈដូចជាពាក្យខុងហើយនិងផាប់គឺគេធ្វើការសរសេរព្យញ្ជនៈនៅពីខាងក្រោមស្រៈអាស្រ័យហេតុនេះព្យញ្ជនៈដែលត្រូវបានគេសរសេរនៅខាងក្រោមស្រៈគឺត្រូវបានគេហៅថាផាត់ឈិមចាអញ្ចឹងជាធម្មតាផាត់ឈិមគឺសុទ្ធសឹងតែជាព្យញ្ជនៈដែរនៅក្នុងចំណោមព្យញ្ជនៈទាំង19អញ្ចឹងគឺមានព្យញ្ជនៈ3គឺមានទឺវឺហើយនិងជឺដែលមិនអាចបដូរខ្លួនជាផាត់ឈិមបានហើយចំពោះផាត់ឈិមគឺមានតែព្យញ្ជនៈទាំង7នេះគឺនឺទឺឬមឺប៊ឺហើយនិងអ៊ឹងតែប៉ុណ្ណោះដែលយើងធ្វើការបញ្ចេញសំឡេងតោះបើអញ្ចឹងយើងនាំគ្នាមកសាកល្បងអនុវត្តការបញ្ចេញសំឡេងផាត់ឈិមទាំងអស់គ្នាសូមស្ដាប់ដោយប្រុងប្រយ័ត្នហើយថាតាមណាអ៊ឹនបាអ៊ឹមអ៊ឹងរ៉ាអ៊ឺផាអ៊ឺកាអ៊ឺថាអ៊ឺតាយ៉ាងម៉េចដែរពិបាកដែរឬទេចាអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយគឺមានពាក្យមួយថាផាប់ដែលយើងបកជាភាសាខ្មែរថាបាយកំណើតសំឡេងនៃព្យញ្ជនៈពឺគឺជាប្រភេទតួអក្សរដែលបញ្ចេញសំឡេងចេញពីសួតដែលវាខិតទៅរកប៊ឺដែលចេញខ្យល់ពីសួតចេញមកខាងក្រៅក៏ប៉ុន្តែនៅពេលដែលប៊ឺនឹងដើរតួនាទីជាផាត់ឈិមគឺវាងាកសំឡេងរបស់វាខិតទៅរកអ៊ឹបវិញដែលសំឡេងរបស់វាយើងអាចហៅថាជាសំឡេងបំបិតខ្យល់ពីសួតគឺវាមិនមានខ្យល់ចេញពីបបូរមាត់មកខាងក្រៅនោះទេចាអញ្ចឹងសូមស្ដាប់ដោយប្រុងប្រយ័ត្នម្ដងទៀតហើយថាតាមការបញ្ចេញសំឡេងណាអ៊ឹនបាអ៊ឹមអ៊ឹងរ៉ាអ៊ឺផាអ៊ឺកាអ៊ឺថាអ៊ឺតោះពីពេលនេះទៅយើងសាកល្បងទៅសរសេរស្រៈនិងផាត់ឈិមលាយបញ្ចូលគ្នាសម្រាប់ផាត់ឈិមមិនថាវាសរសេរជាមួយនឹងស្រៈបញ្ឈរក៏ដោយស្រៈផ្ដេកក៏ដោយគឺវាត្រូវបានកំណត់ឲ្យសរសេរនៅខាងក្រោមព្យាង្គជាដំបូងសូមសាកល្បងយកព្យាង្គដែលមានតែស្រៈបញ្ឈរតែគ្មានព្យញ្ជនៈយកមកសរសេរបំពេញផាត់ឈិមនៅពីក្រោមតើរួចរាល់ហើយមែនទេសូមស្ដាប់ CD ហើយសាកល្បងបញ្ចេញសំឡេងទៅតាមលំដាប់លំដោយអានយ៉ាំអងយ៉ប់អ៊ីចាម្ដងនេះយើងមកសាកល្បងយកព្យាង្គដែលមានតែស្រៈបញ្ឈរតែគ្មានព្យញ្ជនៈយកមកសរសេរបំពេញផាត់ឈិមនៅពីខាងក្រោមរួចរាល់ហើយមែនទេម្ដងនេះដូចគ្នាសូមស្ដាប់ CD ហើយសាកល្បងបញ្ចេញសំឡេងទៅតាមលំដាប់លំដោយអូយំអ៊ុងយុនអ៊ឹបម្ដងនេះយើងមកសាកល្បងអនុវត្តសរសេរផាត់ឈិមដែលនៅខាងក្រោមព្យាង្គដែលកើតចេញពីការបញ្ចូលនៃព្យញ្ជនៈដើមនិងស្រៈបញ្ឈរម្ដងនេះយើងមកសាកល្បងអនុវត្តសរសេរផាត់ឈិមដែលនៅខាងក្រោមព្យាង្គដែលកើតចេញពីការបញ្ចូលនៃស្រៈដើមនិងស្រៈផ្ដេកតើរួចរាល់ហើយមែនទេសូមស្ដាប់ CD ហើយសាកល្បងបញ្ចេញសំឡេងទៅតាមលំដាប់លំដោយសានជីបផាំនំខ្យងគុំប៊ុលគូកជិបផុនអាចមានករណីនៅត្រង់ផាត់ឈិមមានព្យញ្ជនៈដល់ទៅ2ក៏ប៉ុន្តែក្នុងករណីបែបនេះយើងត្រូវធ្វើការបញ្ចេញសំឡេងតែមួយនៅក្នុងចំណោមព្យញ្ជនៈទាំងពីរបើអញ្ចឹងតោះយើងសាកល្បងធ្វើការបញ្ចេញសំឡេងពាក្យខាងក្រោមសូមស្ដាប់ CD បណ្ដើរថាតាមលំដាប់លំដោយបណ្ដើរ 8닭
목 삶다 앉다 넓다 막다 젊다 យ៉ាងម៉េចដែរពិបាកទេសូមថាតាមម្ដងទៀតដោយប្រុងប្រយ័ត្នទៅលើការបញ្ចេញសំឡេង 여덟 닭 목 삶다 앉다 넓다 막다 젊다 ការអនុវត្តទី1សូមស្ដាប់ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវ 1. 곰 2. 달 3. 목 4. 방 5. 산 6. 잎 ទី2សូមស្ដាប់ហើយថាតាម 1. 눈 산 편지 2. 밤 마음 몸무게 3. 공 양 강아지 4. 달 딸 1. 5. 집 입 수업 6. 국 박 부엌 7. 옷 낫 꽃 8. 책 붓 9. ទី3សូមស្ដាប់ហើយធ្វើការគូសសញ្ញាអូឬមួយក៏រង្វង់ទៅលើព្យញ្ជនៈដែលអ្នកបានលើ 1. 닭 2. 목 3. 갑 4. 앉다 5. 삶 6. 넓다 ទី4សូមស្ដាប់ដោយប្រុងប្រយ័ត្នហើយសូមសរសេរអ្វីដែលអ្នកបានលើជាភាសាកូរ៉េ 1. 옷 2. 양 3. 집 4. 입 5. 1. 6. 입 7. 책 8. 박 9. 구름 10. 산 11. 꽃 12. 별 13. 말 14. 삶 តើអ្នកសរសេររួចរាល់ហើយមែនទេបន្ទាប់មកនេះសូមធ្វើការបញ្ចេញសំឡេងបណ្ដើរសរសេរឲ្យបាន3ដងថែមទៀតបណ្ដើរ ទី8តូចការអានបន្តប្រសិនបើនៅពីខាងក្រោយផាត់ឈីមមានស្រៈយើងត្រូវធ្វើការបញ្ចេញសំឡេងដោយយកជាងចុងក្រោយនៃផាត់ឈីមលើកយកមកបញ្ចេញសំឡេងជាសំឡេងទី1សូមស្ដាប់ CD ហើយសាកល្បងថាតាមប្រសិនបើនៅផាត់ឈីមមានព្យញ្ជនៈដល់ទៅ2ព្យញ្ជនៈមុខគេគឺយកមកបញ្ចេញសំឡេងនៅនឹងព្យាង្គមុខគេហើយព្យញ្ជនៈខាងក្រោយគឺយកមកបញ្ចេញសំឡេងនៅព្យាង្គខាងក្រោយប៉ុន្តែបើសិនជាផាត់ឈីមនោះគឺជាឬគឺអាចបញ្ចេញសំឡេងជាអបាន 음악 한국어 할아버지 집에 꽃이 이름이 걸어요 앉아요 읽어요 ចាអញ្ចឹងសូមសាកល្បងអានតែម្នាក់ឯងម្ដងទៀតហើយសូមស្ដាប់និងត្រួតពិនិត្យ 음악 한국어
할아버지 집에 꽃이 이름이 걸어요 앉아요 읽어요 ការអនុវត្តទី1សូមអានតួអក្សរខាងក្រោម 1. 무리 2. 문을 3. 앞에 4. 닫아요 5. 싶어요 6. 있어요 7. 깎아요 8. 읽어요 9. 앉아요 ទី2សូមអានល្បះខាងក្រោម 1. 창문을 닫으세요 2. 사진을 찍었어요 3. 책에 이름을 쓰세요 4. 물을 마시고 싶어요 5. 아침에 병원에 갔어요 សូមសរសេរព្យាង្គហើយអនុវត្ត